Bà này cứ chia Honda Veil 110ឆ្នាំ2025នេះអញ្ចឹងអ្នកដែលទិញ Honda Veil ណាបាទយើងត្រូវតែទទួលយកចំណុចមួយរបស់វាបាទចំណុចមួយរបស់វាហ្នឹងគឺវាធ្វើអត់បានល្អណាអ្នកនរគ្នាបាទអញ្ចឹងបើសិនជាជិះ Honda Veil នេះគឺត្រូវតែទទួលយកចំណុចដែលមិនល្អរបស់វានោះគឺបាទផ្ទាល់លបាំងយោវៈណាបាទណាអញ្ចឹងលបាំងយោវៈនេះពេលយើងជិះទៅណានេះលេងបាទស្ទរលបាំងយោវៈណាពេលជិះផ្លូវអាលាក់ទៅគឺលឺសូរអញ្ចឹងស្ទរខ្លាំងហើយបើសិនជាអ្នកទាំងអស់គ្នាត្រូវតែទទួលយកអាហ្នឹងណាហើយពេលដែលលឺអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែយកមកឲ្យបាទជាងគាត់ធ្វើឲ្យស្ងាត់វិញណាហ្នឹងហើយអញ្ចឹងវាបញ្ហាវានៅត្រង់ចំណុចទៅនេះកន្លែងធ្នេវាក្រោយនេះណាអញ្ចឹងវាធ្នេវាផ្នែកខាងលើហ្នឹងវាទុកចន្លោះប្រហោងវាធំពេកអញ្ចឹងយើងគ្រាន់តែដោះវាហើយយើងគៀបវាបន្តិចណាគៀបវាបន្តិចឲ្យវាអឹបហើយយើងដាក់ក្រោមនេះចូលវិញទៅគឺលេងលាន់ណានេះខ្ទរទៅហ្នឹងណាបាទអញ្ចឹងមានន័យថាយើងត្រូវតែគៀបវានេះបន្តិចគៀបអាខាងក្នុងណាមិនគៀបខាងក្រៅណាប្រយ័ត្នខូចទឹកថ្នាំរបស់គេជាងយើងអស់គ្នាមើលខ្ញុំដោះឲ្យខ្ញុំគៀបឲ្យមើលបាទអញ្ចឹងយើងត្រូវគៀបអាក្នុងនេះគៀបអាក្នុងនេះឲ្យវាអឹបមកបន្តិចមកគឺពេលដាក់លបាំងចង្វាក់ចូលវិញគឺស្ងាត់ធម្មតាណាអ្នកនរគ្នាបាទដោយសារវាដាក់មកឃើញប្រហោងវាធំពេកណាយើងដាក់គៀបវាឲ្យអឹបបែបនេះមក